សួស្តីខ្ញុំគឺជាឯកឧត្តមវេជ្ជបណ្ឌិតសុធាអេកុំបារាមជាភ្នាក់ងារពិគ្រោះយោបល់ជាន់ខ្ពស់ផ្នែកជំងឺតម្រងនោមកុមារនៅមន្ទីរពេទ្យកុមារអផូឡូទីក្រុងឆេណៃបញ្ហាទូទៅដែលយើងជួបប្រទះជាញឹកញាប់ក្នុងការអនុវត្តប្រចាំថ្ងៃគឺជាជំងឺឆ្លងផ្លូវទឹកនោមហើយការត្អូញត្អែដែលឪពុកម្ដាយនាំមកជាញឹកញាប់គឺកូនខ្ញុំមានការចូលបន្ទប់ទឹកញឹកញាប់មានអារម្មណ៍ឈឺចាប់ពេលបញ្ចេញទឹកនោមហើយក៏មានបញ្ហាចាក់ទឹកនោមលើគ្រែពេលយប់ផងដែរដូច្នេះតើយើងអាចដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចហើយបញ្ហានេះជាញឹកញាប់កើតមាននៅកុមារធំសប្តាហ៍ថ្ងៃដោយសារតែពួកគេមានទម្លាប់ស្ទាក់ស្ទើរការចេញទឹកនោមរយៈពេលយូរព្រោះពួកគេលេងហ្គេមឬមើលទូរទស្សន៍យូរពេកឬក៏ដោយសារតែមានអារម្មណ៍ខ្មាស់អៀនខ្លះពួកគេមិនចេញទឹកនោមនៅសាលារៀនទេហើយពេលខ្លះពួកគេអាចស្ទាក់ទឹកនោមរយៈពេលដល់ទៅ8ម៉ោងឬ8ម៉ោងចុះគ្នាហើយដោយសារតែពួកគេមិនចង់ចេញទឹកនោមពួកគេក៏មិនផឹកទឹកគ្រប់គ្រាន់ដែរដូច្នេះតើយើងអាចដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចរឿងសំខាន់ដំបូងគឺគូគេងល្ងាចនិងភ្ញាក់ព្រលឹមពួកគេត្រូវតែភ្ញាក់ព្រលឹមហើយត្រូវមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំទៅសាលាពួកគេមិនគួរឲ្យមានបញ្ហាឈឺពោះកាន់ទឹកដោះទេពួកគេត្រូវឆ្លងកាត់ចលនានៅពេលព្រឹកមុនពេលទៅសាលារៀននៅសាលាក៏ដូចគ្នាពួកគេត្រូវតែចេញទឹកនោមឲ្យគ្រប់គ្រាន់យ៉ាងហោចណាស់2ដល់3ដងហើយរៀងរាល់3ម៉ោងពួកគេត្រូវចេញទឹកនោមម្ដងនៅពេលនៅផ្ទះដោយមិនរាប់បញ្ចូលពេលគេងហើយអ្វីសំខាន់ទៀតគឺពួកគេត្រូវផឹកទឹកឲ្យគ្រប់គ្រាន់និងបរិច្ឆេទអាហារដែលសម្បូរទៅដោយសរសៃជាតិដូចជាបន្លែនិងផ្លែឈើហើយត្រូវជៀសវាងអាហារចំណីឥតប្រយោជន៍ដូច្នេះវានឹងជួយពួកគេយ៉ាងខ្លាំងក្នុងការបំបត្តិបញ្ហាឈឺពោះកាន់ទឹកដោះនិងបញ្ហាធ្វើឲ្យមិនសូវចេញទឹកនោមដូច្នេះពេលពួកគេអាចដោះស្រាយបញ្ហាទាំងពីរនេះបានរួចហើយរោគសញ្ញានៃផ្លូវទឹកនោមខាងក្រោមដែលយើងហៅថាបញ្ហាធ្វើការរបស់ពោះវៀននិងផ្លាស្ទរនោមនឹងអាចត្រូវបានដោះស្រាយ